មាន quote មក clear គេនិយាយថាត្រីពុលដោយសារទឹកមនុស្សក៏អាចពុលដោយសារបរិយាកាសដែលយើងសែបគប់ដែរបើសិនជាយើងសែបគប់បរិយាកាសខុសអនាគតរបស់យើងក៏ខូចដូចគ្នាអាយុពី20ទៅ30ឆ្នាំការសែបគប់ពិតជាមានឥទ្ធិពលមែនទែនសម្រាប់ជីវិតរបស់យើងសូមគិតទៅលើជ្រុងទាំង4នេះហើយចាប់ផ្ដើមគ្រប់គ្រងខ្លួនឯងទៅលើការសែបគប់ឲ្យបានល្អបំផុតរឿងទី1ទទួលស្ដាប់តែមិនទាន់ទទួលជឿទេនៅក្នុងវ័យនេះជីវិតរបស់យើងប្រៀបដូចជាការដើរផ្សារអញ្ចឹងមិនខ្វះទេមនុស្សនិយាយថារបស់នេះសមយើងអាវនេះសមនឹងយើងខោនេះសមនឹងយើងមួកនេះសមនឹងយើងអត់ខ្វះទេប៉ុន្តែអ្វីដែលសមនឹងយើងពិតប្រាកដមានតែយើងទេដែលដឹងថាអ្វីដែលសមនឹងយើងពិតប្រាកដយើងស្រឡាញ់អីហើយយើងមានលទ្ធភាពធ្វើវាបានដែរឬអត់នៅក្នុងវ័យមួយនេះយើងត្រូវតែមានព័ត៌មានឲ្យបានច្រើនរៀនឲ្យបានច្រើនដើម្បីច្រោះព័ត៌មានដែលយើងទទួលបានមិនមែនគេនិយាយអីក៏ជឿទេមិនមែនគេនិយាយអីក៏អូខេដែរគេនិយាយអីយើងមានសិទ្ធិស្ដាប់ប៉ុន្តែសូមយករឿងនឹងមកវិភាគផងរឿងខ្លះវាអត់ខុសទេប៉ុន្តែវាត្រូវជាមួយស្ថានភាពអ្នកផ្សេងវាអត់ត្រូវជាមួយនឹងស្ថានភាពរបស់យើងទេរៀនគ្រប់គ្រងខ្លួនឯងរៀនរកព័ត៌មានល្អៗដាក់ក្នុងខ្លួនរៀនច្រោះព័ត៌មានឲ្យបានច្រើនថ្ងៃក្រោយអ្នកនឹងរស់ដោយរីករាយជាមួយនឹងការសម្រេចចិត្តរបស់យើង